ងម្ហូបខ្មែរនៅប៉ារីសម្ដងមើលអស់ម៉ានលុយតែថាអស់ម៉ានអស់ទៅបើឃ្លានហៅលេងលឺទៅហើយហាងម្ហូបខ្មែរនេះមានឈ្មោះថា Bamboo Dog គ្រាន់តែហាងគេបើកភ្លាមចូលផ្លែតម្ចាស់ហាងខ្មែរតាំងរូបប្រាសាទអង្គរវត្តខ្មែរនិងអប្សរាខ្មែរនៅក្នុងម៉នុយក៏មានអក្សរខ្មែរដែរហើយខ្ញុំវិញគ្រាន់តែបើកម៉នុយខ្វាក់ចង់កំងគ្រប់មុខតែអត់ហ៊ានខ្លាចលាងចានឲ្យគេដោយគ្មានការពិចារណាយូរខ្ញុំក៏កំងថៃពងមួយនិងម្ហូបពីរមុខផ្សេងទៀតចាំមើលអស់ម៉ានកំពុងរងចាំម្ហូបឆ្លៀតពេលបកផែឲ្យបងប្អូនអ្នកទស្សនាបន្តិចបារាំងរៀនមិនសូវចេះហេតែបានអួតយោង Bamboo Dog មានន័យថាឫស្សីមាសអាយ៉ាជ្រាលជ្រៅរបស់គេចាំអត់សូវយូរម៉ានម្ហូប3មុខក៏បានមកដល់ថៃពងញោមស្វាយមួយចានលតឆាមួយចាននិងអាម៉ុកមួយចានអស់47 រ៉ូអួយចង់ខ្ចោលចាប់ប៉ុន្តែម្ហូបគេឆ្ងាញ់មែន10 លើ 10ហួរជាតិដូចយើងញ៉ាំនៅស្រុកខ្មែរអញ្ចឹងហើយកាន់តែពិសេសហាងនេះត្រូវបានណែនាំដោយអ្នក review ម្ហូបជនជាតិបារាំងដ៏ល្បីល្បាញម្នាក់គឺលោក François Craigie Gauthier ហាងណាដែលគាត់ review ហើយធៀមតមាត់ចាំញ៉ាំមើលដឹងតែជាតិហ្មងអត់ខកបំណងតែតម្លៃវិញថោកឬថ្លៃសុំអត់ធានាឆ្ងាញ់ខ្លាំងពេកដាក់យកដូចអ្នកដាច់បាយមកពីណាពឺតនាងពឺចាគឺថាបោសទាំងចានបោសទាំងគូតខោបោសទាំងកុងធនាគារជ្រុលតែបោសខ្ទេចបោសខ្ទីហើយអាកូនបារាំងលាងត្រីគ្មានឲ្យសល់ឆ្អឹងសម្រាប់ផ្លូវទៅកាន់ទីតាំងអ្នកទាំងអស់គ្នាត្រូវចុះនៅស្ថានីយ៍មេត្រូ Porte de Choisy ប៉ារីស13រួចអ្នកទាំងអស់គ្នាដើរទៅរកផ្លូវឈ្មោះថា Philibert Lucot ដើរតាមផ្លូវហ្នឹងតែប្រហែលម៉ែត្រទៅដល់ហាង Bamboo Dog ហើយ share វីដេអូនេះទុកផងខាងលងមកប៉ារីសតលន់ឈីអីចូលវ៉ាប់ទៅហើយចង់ទៅបាយញោមមកពេលក៏បាន Bisous